បរិះម្នាក់ស្រាប់តែជួបនឹងរឿងភ្ញាក់ផ្អើលនៅក្នុងបន្ទប់ដែលត្រូវបានគេបោះបង់ចោលអស់រយៈពេល2ទសវត្សរ៍គាត់បានរកឃើញកុំព្យូទ័រកង់តិចតម្លៃរាប់ពាន់លានដុល្លារដែលលាក់ទុកហើយវាកំពុងដំណើរការកម្មវិធីធំៗក្មេងស្រីនោះហាក់ដូចជាមានរឿងភ្ញាក់ផ្អើលមិនធម្មតានៅក្នុងបន្ទប់ដែលត្រូវបានគេបោះបង់ចោលអស់រយៈពេល2ទសវត្សរ៍គាត់បានរកឃើញកុំព្យូទ័រតម្លៃរាប់ពាន់លានដុល្លារដែលលាក់ទុកហើយវាកំពុងដំណើរការកម្មវិធីធំៗសាមដែលបានចូលមកដោយចៃដន្យក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងដូច្នេះគាត់បានសម្រេចចិត្តបើកវាដើម្បីស្វែងរកការសម្លាប់របស់វាគាត់មិនដឹងទេថាវិបត្តិដ៏ធំមួយកំពុងកើតឡើងដោយស្ងៀមស្ងាត់ការចូលប្រើប្រាស់ទាមទារឈ្មោះអ្នកប្រើប្រាស់និងពាក្យសម្ងាត់ប៉ុន្តែដោយសារសាមជាអ្នក hacker នោះវាជារឿងងាយស្រួលគាត់បានចុចគ្រាប់ចុច enter ភ្លាមៗដើម្បីចូលទៅក្នុងប្រព័ន្ធគាត់រំភើបចិត្តហើយសម្លឹងមើលអេក្រង់ដោយចង់ដឹងថាកម្មវិធីនោះជាអ្វីដូច្នេះគាត់បានរំលងឧបករណ៍មួយនៅពីក្រោយគាត់ដែលកំពុងភ្លឺដោយស្ងៀមស្ងាត់ហើយមើលឃើញបន្ទប់នោះស្រាប់តែប្រែទៅជាអ្វីផ្សេងសាមដឹងថាមានអ្វីមួយខុសប្រតិដីគាត់បានរត់ចេញពីបន្ទប់ដោយភ័យស្លន់ស្លោហើយក៏ភ័យខ្លាចចំពោះអ្វីដែលគាត់បានឃើញផ្លូវចាស់អេឡេនីពោពេញទៅដោយភាពទំនើបអគារ2ជាន់ដែលគាត់ទើបតែបានប្រែទៅជាអគារខ្ពស់ក៏ពពកសម្បីតែមេឃក៏ពោពេញទៅដោយរចនាសម្ព័ន្ធអណ្ដែតបន្ទាប់មកកាំរស្មីពលឺមួយបានបាញ់ចុះពីលើហើយគ្របដណ្ដប់គាត់ដោយភាពច្របូកច្បល់សាមបានងើបមើលមេឃហើយឃើញយន្តហោះដែលមានរូបរាងចម្លែកមួយប៉ុន្តែនៅពេលដែលគាត់កំពុងតែងឿងឆ្ងល់នឹងវាគាត់ក៏ដឹងថាវាកំពុងតម្រង់មុខក៏គាត់សាមបានព្យាយាមរត់គេចខ្លួនភ្លាមប៉ុន្តែដេកនៅក្រោមគាត់ស្រាប់តែងើបឡើងនៅពេលដែលយន្តហោះចុះចតតួអង្គដូចជាអ្នកយាម2នាក់បានចូលមកពួកគេបានរុញសាមទៅនឹងជញ្ជាំងហើយខ្នោសអេឡិចត្រូនិកបានលេចចេញមកដើម្បីចាក់សោគាត់នៅនឹងកន្លែងបន្ទាប់មកយន្តហោះក៏បានហោះឡើងយឺតឆ្ពោះទៅកាន់គោលដៅដែលមិនស្គាល់នៅតាមផ្លូវសាមបានសួរអ្នកដែលនៅក្បែរគាត់ដែលធ្វើដូចជាកុំព្យូទ័រដែលកក់ស្ទះហើយនិយាយដដែលបន្ទាប់មកគាត់ដឹងថាមនុស្សនោះគ្មានសាច់ឬឈាមទេសាមភ័យខ្លាចខ្លាំងណាស់ហើយទស្សនៈដ៏ប្រេស័យក៏ចាប់ផ្ដើមបង្កើតឡើងនៅក្នុងចិត្តរបស់គាត់ពិតជាស្ថិតនៅក្នុងពិភពកម្មវិធីហើយពលឺពណ៌សនោះមិនមែនគ្រាន់តែជាកាំរស្មីធម្មតាទេវាជាឧបករណ៍ដឹកជញ្ជូនដែលបំផ្លាញភាពរស់ទៅជាកូដដែលសាមជាអ្នក hacker ដែលចូលដោយផ្ទាល់ពួកយើងបានចាត់ទុកគាត់ដូចជាកម្មវិធីវង្វេងយន្តហោះទីបំផុតបានចតនៅក្បែរអគារដ៏ធំមួយពួកយើងបានដើរចូលទៅក្នុងនាវាហើយចាប់ផ្ដើមត្រួតពិនិត្យអ្នករាល់គ្នានៅលើនោះសាមត្រូវបានបញ្ជាឲ្យឡើងលើវេទិកាហើយដាក់ខ្នងម្ដងទៀតហើយវេទិកាក៏ចាប់ផ្ដើមធ្លាក់ចុះយ៉ាងលឿនមួយសន្ទុះក្រោយមកគាត់ក៏ស្ថិតនៅក្នុងបន្ទប់ដ៏ធំទូលាយមួយហើយស្ត្រី4នាក់បានចេញពីបន្ទះជញ្ជាំងពួកគេគឺជាបុគ្គលិកនៅទីនេះជំនួសឲ្យការឆ្លើយពួកគេគ្រាន់តែលើកក្រោមដៃចង្អុលរបស់គូប៉ុណ្ណោះសម្លៀកបំពាក់របស់សាមត្រូវបានដោះចេញភ្លាមបន្ទាប់មកគ្រឿងសឹកត្រូវនឹងដៃនឹងទ្រូរបស់គាត់សម្លៀកបំពាក់នោះបានពង្រីកដោយស្វ័យប្រវត្តិហើយក្នុងមួយប៉ព្រិកភ្នែកសម្លៀកបំពាក់ពណ៌សដែលភ្លឺចែងចាំងបានគ្របដណ្ដប់គាត់ត្រៀមខ្លួនរាល់អ្វីដែលអ្នកធ្វើនឹងរៀនសូត្រនឹងត្រូវបានបោះពុម្ពនៅលើ Disney ប្រសិនបើអ្នកបាត់បង់ Dis ឬបារាជ័យនៅក្នុងការធ្វើតាមបញ្ជាអ្នកនឹងត្រូវទទួលរងនឹងការបញ្ចប់ជាបន្ទាន់ឬការលុបចោលនិយាយឲ្យចំទៅគាត់ត្រូវបានបង្ខំលេងហ្គេមដោយមិនដឹងខ្លួនបន្ទាប់ពីត្រូវបានគេចាត់ទុកជាកម្មវិធីសាមត្រូវបានគេផ្ដល់ Dis អត្តសញ្ញាណដែលដឹងថាគាត់ខុសប្លែកពីគេស្ត្រីម្នាក់បានប្រាប់គាត់ដោយពីតែមួយម៉ាត់ថារស់បេះដូងរបស់សាមធ្លាក់ចុះនៅពេលដែលស្ត្រីទាំងនោះត្រឡប់ទៅកន្លែងរបស់ពួកគេវិញទីបំផុតគាត់អាចដើរបានវិញបន្ទាប់មកទ្វារមួយបានបែបនៅខាងមុខដែលនាំទៅកាន់សង្វៀនហ្គេមសាមគ្មានជំរឿផ្សេងទៀតទេគាត់ឃើញខ្លួនឯងនៅក្នុងកន្លែងដែលមើលទៅដូចជាកូឡូសៀអ៊ុមដែលព័ទ្ធជុំវិញដែលហ្វូងអ្នកគាំទ្រឈួតសម្លេងមេកានិកដែលត្រជាក់បានប្រកាសថាសាមត្រូវបានចាត់តាំងឲ្យទៅសង្វៀនលេខ8បន្ទាប់មកគាត់បានកត់សម្គាល់ឃើញថាគូប្រកួតរបស់គាត់មើលទៅដូចជាប្រដាប់ក្មេងលេងរបស់គាត់ពេលមើលសង្វៀននៅក្បែរគាត់សាមក៏បានដឹងពីរបៀបដែលសង្គ្រាម Dis ដំណើរការអ្នកត្រូវប្រើ Dis អត្តសញ្ញាណរបស់អ្នកដើម្បីសម្លាប់គូប្រកួតរបស់អ្នកការឃើញពីរបៀបដែលពួកគេធ្វើចលនាបានធ្វើឲ្យគាត់ដឹងថាអ្នកក៏អាចប្រដេកដើម្បីជាប្រយោជន៍ដល់អ្នកផងដែរបន្ទាប់ពីស្ទើរតែមិនអាចកម្ចាត់គូប្រកួតរបស់គាត់បានសាមក៏សម្រេចចិត្តថាមិនធ្វើជាអាយ៉ងទៀតទេគាត់បដិញ្ញាថានឹងរត់គេចខ្លួនអ្នកណាម្នាក់ក្នុងឈុតពលរឿងដែលកំពុងមើលពីប្រអប់ VIP បានឃើញសកម្មភាពបះបោររបស់គាត់ភ្លាមគាត់បានបញ្ជាឲ្យកូនចៅរបស់គាត់ពិនិត្យប្រវត្តិរបស់សាមតែកម្មវិធីនោះជាអ្វីចម្លែករបស់កូនចៅគាត់បានធ្វើឲ្យបរិះក្នុងឈុតពលរឿងចាប់អារម្មណ៍ដូច្នេះគាត់បានផ្លាស់ប្ដូរដេជំវិញសាមភ្លាមដែលបង្ខំឲ្យគាត់ប្រយុទ្ធជាមួយមនុស្សរបស់គាត់ផ្ទាល់គូប្រកួតគឺជាអ្នកប្រយុទ្ធពតក្រួយដែលភ្លីចាញ់ចាំងប៉ុន្តែមុនពេលសាមអាចដកដង្ហើមបានផងគាត់ត្រូវបានបោះចូលទៅក្នុងការប្រយុទ្ធមួយទៀតឲ្យទៅសោះតែវាស្របច្បាប់ទេអ្វីដែលខ្ញុំមានអារម្មណ៍ថាខ្ញុំទើបតែធ្វើរួចដោយសារបុរសនោះខ្លាំងណាស់ហើយឌីសតសញ្ញារបស់គាត់បានបែកជាពីរសាមក៏ត្រូវបានលើសស្រូបទាំងស្រុងគ្រាន់តែគូប្រកួតលោតមកលោតដោយខ្លួនផ្ដល់ការវិប្រហាដល់ស្លាប់គាត់ក៏ត្រូវបានអូសទៅមុខបុរសក្នុងឈុតពណ៌លឿងបុរសនោះដោះមកចេញធ្វើសាមភ្ញាក់ផ្អើលទាំងស្រុងប្រុសបុរសដែលសម្លឹងទៅមកគាត់វិញគឺជាឪពុករបស់គាត់ដែលបានបែកខ្លួនកាលពី20ឆ្នាំមុន